ឧបត្ថម្ភកម្មវិធីដោយភេសជ្ជៈ Pepsi បង្ហាញអារម្មណ៍អ្នកជាមួយ Pepsi សាប៊ូកក់សក់ក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្ករគ្រាប់ Parrot Grimin ត្រជាក់ខ្លាំងបំបត្តិក្អកធូរបំពង់កក្រុមហ៊ុន PTT Cambodia ផលិតផលចំណីអាហារ CP រសជាតិឆ្ងាញ់គុណភាពល្អក្រុមហ៊ុនអាកាសចរណ៍ថៃ Air Asia នរណាក៏អាចហោះហើរបានសហការឧបត្ថម្ភកម្មវិធីដោយស្ករកៅស៊ូ KitKit មិត្តទំពាគ្រឿងសម្អាង KMA ផ្សារទំនើប Paragon iFriend Entertainment Plasmac Group មជ្ឈមណ្ឌលកីឡា Superfit ហាងលក់សម្លៀកបំពាក់ Pensopសូមសម្លេងស្វាគមន៍ខ្លាំងៗទាំងអស់គ្នាបាទយើងខ្ញុំទាំងពីររូបក៏សូមលំអរកាយគោរពនិងជម្រាបសួរដល់ប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍ជាថ្មីមកកាន់កម្មវិធីប្រវត្តិសាស្ត្រនៃកម្ពុជាកម្មវិធីប្រកួត Fresh Girl and Boy ចំនួនទី15បាទនេះគឺជាវគ្គបង្ហាញសមត្ថភាពសប្តាហ៍ទី2ហើយក្នុងនេះសម្រាប់សប្តាហ៍នេះផ្ទាល់គឺបងប្អូននឹងបង្ហាញសមត្ថភាពទៅលើវិញ្ញាសាថ្មីមួយខ្ញុំបាទជឿជាក់ថាបងប្អូនទាំងអស់គ្នាច្បាស់ជាបង្ហាញនៅអ្វីដែលខ្លួនឯងបានហាត់រៀនកន្លងមកធ្វើយ៉ាងណាឲ្យតាក់ទាញពិន្ទុពីទស្សនិកជនបាទចាជាការប៉ັດណាស់ហើយចំពោះកម្មវិធីប្រកួត Fresh Girl and Boy គឺជាកម្មវិធីប្រកួតដែលមានវ័យចំណាស់ជាងគេគឺដោយសារតែកម្មវិធីប្រកួតនេះគឺបានដំណើរការអស់ជាង14ឆ្នាំហើយចំពោះឆ្នាំនេះគឺជាចំនួនទី15ដែលកម្មវិធីប្រកួតនៅតែបន្តឱកាសដល់យុវជនយុវតីខ្មែរដែលគប់មានបំណងចង់ចូលរួមលើកស្ទួយទៅដល់វិស័យសិល្បៈខ្មែរផងដែរចាបាទអរគុណហើយសម្រាប់សប្តាហ៍នេះសូមអភ័យទោសដល់ទស្សនិកជនផងដែរព្រោះអីផ្ដាសាយចាបាទរៀងចង់ក្អកបន្តិចអីបន្តិចមិនដឹងអីហើយយប់នេះត្រូវធ្វើដំណើរទៅសៀមរាបទៀតបាទម៉ោង10កន្លះត្រូវចេញទៅសៀមរាបដើម្បីថតស្ពតពាណិជ្ជកម្មហើយទៅមួយកញ្ញាខ្វាន់ដែរណាខ្ញុំទៅដែរហើយដៃគូថ្មីទៀតណាបាទជួបថ្មីរាល់សប្តាហ៍ហ្មងបាទស្អីស្អាតរាល់សប្តាហ៍ហ្មងបាទស្អីស្អាតអីអត់ស្អាតមិនឡើងមកធ្វើពិធីការនេះបានស្អាតអត់ក្រដាត់មិញក្រលឺតែពាក្យថាស្អាតវិញតែសនិជនអូអត់ទេគាត់ហៅគាត់សរសើរនឹងខ្ញុំបាទគាត់ថានិយាយបានឃើញស្អីស្អាតនេះគាត់មើលតែភ្លឹកហ្នឹងវិញបាទអរគុណច្រើនប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីខ្ញុំបាទសូមរំលឹកឡើងវិញកាលពីសប្តាហ៍កន្លងផុតទៅដោយវិញ្ញាសានៅក្នុងកម្មវិធីប្រកួតរបស់យើងនោះគឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាដែលជាបេក្ខភាពទាំង24រូបបង្ហាញសមត្ថភាពទៅលើសុឆន្ទៈបាទហើយនឹងទៅយល់ឃើញរបស់បងប្អូនរៀនជាតាមមួយដែលជួយលើកស្ទួយសង្គមរបស់យើងហើយអ្វីដែលពិសេសនោះក្នុងបាទគោលបំណងមួយស្រឡាញ់ប្រទេសកម្ពុជាដែលយើងថា We Love Cambodia ចាជាការប៉ັດណាស់ហើយបើសិនជាលោកខកខានការទស្សនាជាមួយនឹងកម្មវិធីប្រកួតនៅក្នុងយប់នេះលោកអ្នកក៏អាចទស្សនាបាននៅថ្ងៃស្អែកជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 7 ព្រឹកតទៅផងដែរចាបាទហើយអរគុណដល់ទស្សនិកជនដែលគោរពពេលវេលាដែលគាត់តែងតែកញ្ញាខ្វាន់គឺគាត់បើសិនជាកម្មវិធីយើង live ផ្ទាល់ម៉ោង 7 អញ្ចឹងចាភាគច្រើនបាទគឺគាត់មកម៉ោង 5 កន្លះគឺពេញកៅអីតែម្ដងមិញនេះខ្ញុំបានទៅខាងក្រៅដែរមិញគឺណែនឡើងហៀមមនុស្សហ្មងចាបាទច្រើនមែនតើការគ្រប់គ្រងហើយមួយទៀតដែលអ្វីដែលគាត់សម្គាល់ពីខ្ញុំបាទគឺសូមសរសើរដល់គាត់ដែលគាត់ច្នៃនៅស្លាកបេក្ខភាពដែលគាត់ស្រឡាញ់ជា Freshy Boy ឬក៏ Freshy Girl បើតាមអ្វីដែលខ្ញុំបានចាំបានគឺអ្នកខ្លះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ការ design របស់គាត់លើកផ្លាកហ្នឹងបាទខុសប្លែកពីគ្នារៀងរាល់សប្តាហ៍តែម្ដងបាទស្អាតមែនទែនហើយអរគុណដល់អ្នកគ្រប់គ្រងដែលបានចំណាយពេលវេលាដើម្បីផ្ដល់ជាកម្លាំងចិត្តជូនទៅដល់បងប្អូន Freshy Girl and Boy ហើយឆ្លៀតពេល design នៅស្លាកដែលជាមានបញ្ជាក់នៅស្លាកលេខក៏ដូចជារូបបងប្អូន Freshy Girl and Boy របស់យើងតែម្ដងចាអរគុណហើយនៅក្នុងសប្តាហ៍នេះលោកអ្នកប្រកាសជាប្លែកភ្នែកជាមួយនឹងការបង្ហាញនៃក្បាច់រ៉ុបអន្តរជាតិរបស់បងប្អូន Freshy Girl រួមជាមួយនឹងបងប្អូន Freshy Boy របស់យើងជាក់ជាពំខានទេចាបាទហើយខ្ញុំបាទជឿជាក់ថាប្រិយមិត្តទាំងអស់គ្នានឹងរាំលេងសប្បាយជាពិសេសបងប្អូនដែលនៅស្ទូឌីយោផ្ទាល់ចង់រាំលេងជាមួយនឹងបងប្អូន Freshy Girl and Boy របស់យើងអត់ប
បាទកុំភ្លេចបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ហើយជាមួយនឹងការវោតគ្រប់ត្រូលក៏អាស្រ័យដល់ទស្សនិកជនផ្ទាល់ផងដែរដូច្នេះហើយសូមវោតគ្រប់ត្រូលបើសិនបើប្រិយមិត្តទាំងអស់គ្នាពេញចិត្តនៅប្អូន Freshy Boy ឬក៏ប្អូន Freshy Girl ក្រុមណាដែលលោកអ្នកពេញចិត្តវោតគ្រប់ត្រូលដើម្បីឲ្យបងប្អូនទាំងអស់នោះបានបន្តដំណើរជាមួយនឹងកម្មវិធីប្រកួតរបស់យើងអ្វីដែលធ្វើឲ្យបងប្អូនបានបន្តដំណើរជាមួយកម្មវិធីរបស់យើងជាបន្តនោះក៏អាស្រ័យលើការបង្ហាញសមត្ថភាពនិងការវោតគ្រប់ត្រូលពីសំណាក់ប្រិយមិត្តទូរទស្សនិកជនហើយខ្ញុំបាទសូមជម្រាបថាសម្រាប់សប្តាហ៍នេះគឺបងប្អូន Fresh Girl and Boy របស់យើងនឹងធ្វើការប្រកួតប្រជែងប្រណាំងប្រជែងជាមួយនឹងការបង្ហាញនៅក្បាច់រាំប្រកួតប្រជែងរវាង Fresh Girl និង Fresh Boy ដែលយើងហៅថា The Modern Dance Battle ដូច្នេះហើយជឿជាក់ថាប្រិមិត្តច្បាស់ជាប្លែកអារម្មណ៍ព្រោះអីឆ្នាំនេះគឺជាឆ្នាំលើកទី1ហើយដែលយើងធ្វើកម្មវិធីបែបនេះហើយពួកបងប្អូនក៏នឹងត្រៀមខ្លួនដើម្បីបង្ហាញជូនទៅដល់ទស្សនិកជនដូចគ្នាចាអរគុណច្រើនចង់ជួបជាមួយនឹង Fresh Boy យើងទេចាជំនួស Fresh Girl ចាបាទអរគុណច្រើនមុននឹងជួបជាមួយនឹងការបង្ហាញនៅសមត្ថភាពរបស់បងប្អូន Fresh Girl and Boy របស់យើងជាមួយនឹងការបង្ហាញនៅសមត្ថភាពទេពកោសល្យសិល្បៈរាំបាទអន្តរជាតិខ្ញុំបាទសូមជម្រាបថាប្រសិនបាទប្រិយមិត្តទាំងអស់ពេញចិត្តនៅបងប្អូន Fresh Girl ឬក៏ Fresh Boy រូបណាសូមលោកអ្នកចូលទៅកាន់សេវាផ្ញើសារជាអក្សរវាឆ្លាតលេខរបស់បងប្អូន Fresh Girl ឬក៏ Fresh Boy ដែលលោកអ្នកពេញចិត្តផ្ញើទៅកាន់លេខ7272ឬក៏ខលទៅកាន់លេខ7272ចូលរួមបានតែប្រព័ន្ធសេកាតតែប៉ុណ្ណោះហើយខ្ញុំបាទសូមបញ្ជាក់ឡើងវិញថាការផ្ញើសារគ្រប់ត្រូលបាទសូមកុំដកឃ្លានៅពេលដែលលោកអ្នកចូលទៅកាន់ Rhyme Music ហើយទៅសេ B ឬក៏ G បាទ B ប្រហែលឧទាហរណ៍ថា B 13ទៅសេ B ហើយលេខ13កុំឲ្យដកឃ្លាបើសិនជាលោកអ្នកដកឃ្លានោះចាត់ទុកថាការផ្ញើសាររបស់ប្រិយមិត្តទូរទស្សនិកជនចាត់ទុកជាមោឃៈតែម្ដងចា៎បាទអរគុណច្រើនដើម្បីកុំឲ្យខាតពេលវេលាយូរចង់ជួបជាមួយនឹងបងប្អូន Fresh Girl and Boy របស់យើងអត់បាទបងប្អូនសូមកម្លាំងចិត្តខ្លាំងៗទាំងអស់គ្នាអរគុណច្រើនសូមជួបជាមួយនឹងការបង្ហាញនៅសមត្ថភាពរបស់បងប្អូន Fresh Girl ដែលមានឈ្មោះថា Naughty Girl បាទ Naughty Girl មានន័យថាម៉េចបាទខ្ញុំគិតថាប្រហែលជាក្រុមនារីកបិចកម្មាំជាងគេកបិចកម្មាំបាទគាត់ឈ្មោះក្រុមនីមួយៗគឺគាត់រួមគំនិតគ្នាដើម្បីបង្កើតជាឈ្មោះក្រុមមួយដើម្បីយើងបានប្រកាសនៅលើវេទិកាដើម្បីថាឈ្មោះនេះនារីកបិចកម្មាំណាខ្ជូតអីផ្សេងបាទអរគុណច្រើនរីករាយទេសនាជាមួយនឹងការបង្ហាញនៅសមត្ថភាពក្បាច់រាំអន្តរជាតិរបស់ក្រុម Naughty Girl ដូចតទៅសូមជឿ Deep is your love. How deep is your love? How deep is your love? Switch it up right now.
ច្រើនបាទសូមស្នូតដៃខ្លាំងៗទាំងអស់គ្នាបាទអូវិសេសមែនតើបាទនារីក្រមិចកម្ៅបាទស្រឡាញ់ជាងគេអាអុកគ្រូហ្នឹងហ្មងខ្ញុំចូលចិត្តអាហ្នឹងអត់ណាគេចូលចិត្តខ្លះលើកដៃបាទចូលចិត្តច្រើនណាចូលចិត្តអុកហ៎អរគុណច្រើនបាទចាអរគុណច្រើនប្រិយមិត្តទូទាំងស្គីលោកអាចធ្វើការគ្រប់គ្រងដល់លោកអ្នកគ្រប់ចូលទៅកាន់សេវាផ្ញើសារជាអសររួចវ័យស្លាករៀងរបស់ Freshy Girl ឬក៏ Freshy Boy រូបនោះរួចផ្ញើទៅកាន់លេខ7272ឬក៏ទូរស័ព្ទទៅកាន់លេខ7272រួចធ្វើតាមការណែនាំរបស់ប្រព័ន្ធចូលរួមបានតែប្រព័ន្ធសេខាតតែប៉ុណ្ណោះចាសូមជម្រាបសួរយើងខ្ញុំជាក្រុម Freshy Girl ក្រុម Natty Girl បើសិនជាប្រិយមិត្តពេញចិត្តនឹងគ្រប់គ្រងដល់ក្រុមពួកយើងនឹងខ្ញុំសូមធ្វើការផ្ញើសារនឹងវោគ្រប់គ្រងដល់ពួកយើងខ្ញុំទាំងអស់គ្នាដែលមាននាងខ្ញុំជាមាននាងខ្ញុំឈ្មោះវណ្ណៈបុរមីជា Freshy Girl ពាក់ស្លាកលេខ G11 ចានាងខ្ញុំឈ្មោះបរតប៊ុនសុភាវីជា Freshy Girl ពាក់ស្លាកលេខ G5 ចានាងខ្ញុំចូលហេងចន្ទថាជា Freshy Girl ពាក់ស្លាកលេខ G1 ចានាងខ្ញុំឈ្មោះសតប្រពូនជា Freshy Girl ពាក់ស្លាក G12 បាទអរគុណហើយខ្ញុំបាទសូមបញ្ជាក់ជាថ្មីម្ដងទៀតប្រសិនបាទប្រិយមិត្តទាំងអស់ពេញចិត្តនៅបងអូន Freshy Girl រូបណាសូមលោកអ្នកចូលទៅកាន់សេវាផ្ញើសារជាអសរវាស្លាកលេខរបស់ Freshy Girl ដែលលោកអ្នកពេញចិត្តរួចផ្ញើទៅកាន់លេខ7272ចូលរួមបានតែប្រព័ន្ធShare Cardហើយមួយវិញទៀតសូមខលទៅកាន់លេខ7272រងចាំស្ដាប់ការណែនាំតាមប្រព័ន្ធអរគុណដល់បាទស្រីស្អាតបាទ Natty Girl បាទទាំង4រូបបាទអរគុណច្រើនប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីបាទនារីបាទក្រមិចក្រម៉ៅរបស់យើង4អ្នកបានបង្ហាញខ្លួនក៏ដូចជាបង្ហាញសមត្ថភាពចាប់រួចរាល់ហើយជាបន្តទៀតសូមជួបជាមួយនឹង Freshy Boy ដែលក្រុមរបស់ប្អូនមានឈ្មោះថា My Dream រីករាយទស្សនានិងផ្ដល់នូវការគ្រប់គ្រងខ្លាំងៗទាំងអស់គ្នាដូចតទៅ Feels good right here. Everybody clap your hand like this. Clap, clap. Hey, yo, G, Dream Team, come on. I said, oh, 바로 이 느낌이야. 내가 원했던 느낌이야. 지금 모습이 너무 아름다워. 호흡이 난 더 이상 못 참아. 같이 있어줘 오늘 밤 단둘이 baby 너와 나 집에 갈 생각하지 마 baby. So good, so good.
អរគុណអូ My Dream បាទក្រុមរបស់បងអូន Festival ទាំង4រូបបាទឈ្មោះ My Dream បាទ My Dream របស់គាត់ប្រហែលជាចង់ជាប់ជាលិភីនៅក្នុងកម្មវិធី Freshy ទេតើអត់បាទអរគុណច្រើនបាទសូមអញ្ជើញបាទជំរាបសួរយើងខ្ញុំជា Freshy Boy ក្រុម My Dream បើសិនជាពេញចិត្តនឹងគ្រប់គ្រងពួកយើងខ្ញុំទាំងអស់គ្នាសូមផ្ញើសារឬក៏ vote ដើម្បីដាក់ជាបន្ទុកដល់ពួកយើងខ្ញុំទាំងអស់គ្នាខ្ញុំបាទមូលរារស្មី Freshy Boy ពាក់ស្លាកលេខ B1 ខ្ញុំបាទឈ្មោះនុតនីតជា Freshy Boy ពាក់ស្លាកលេខ B2 ខ្ញុំបាទសៃមនុជា Freshy Boy ពាក់ស្លាកលេខ B3 ខ្ញុំបាទឈ្មោះ Content ជា Freshy Boy ពាក់ស្លាកលេខ B9 បាទសូមអរគុណបាទអរគុណច្រើនប្រិមិត្តទូរទស្សនិកជនជាទីមេត្រីប្រសិនបើប្រិមិត្តទាំងអស់ពេញចិត្តនៅបងអូន Freshy Boy រូបណាសូមលោកអ្នកចូលទៅកាន់សេវាផ្ញើសារជាអក្សរវាស្លាកលេខរបស់បងអូន Freshy Boy ដែលលោកអ្នកពេញចិត្តរួចផ្ញើទៅកាន់លេខ7272ឬក៏ខលទៅកាន់លេខ7272ចូលរួមបានតែប្រព័ន្ធខ្សែកាតតែប៉ុណ្ណោះចា៎ខ្ញុំសូមថ្លែងអំណរគុណចំពោះគ្រឿងសម្អាង KMA ដែលបានផ្ដល់នូវគ្រឿងសម្អាងក៏ដូចជាការផាត់មុខដ៏ស្អាតជូនចំពោះ Freshy Girl and Boy របស់យើងចា៎លោកអ្នកក៏អាចរកជាបាននៅគ្រឿងសម្អាង KMA នៅឯ Magawer ខេត្តអរ៉ាញ់ផងដែរចា៎បាទអរគុណច្រើនប្រិមិត្តទូរទស្សនិកជនជាទីមេត្រីវគ្គបន្តនឹងបានជួបជាមួយនឹងការបង្ហាញនូវសមត្ថភាពទៅលើទេពកោសល្យសិល្បៈរាំផ្នែកអន្តរជាតិដែលប្រិមិត្តទូរទស្សនិកជនបានទស្សនារួមហើយជាមួយនឹងបងអូន2ក្រុមហើយក្រុមជាបន្តនឹងមានបទចម្រៀងប្លែកហើយកន្ត្រាក់អារម្មណ៍ជានេះទៅទៀតដូច្នេះហើយវគ្គបន្តនឹងបានជួបជាមួយនឹងការបង្ហាញនូវសមត្ថភាពហើយដូច្នេះបាទសូមកុំភ្លេចការគ្រប់គ្រងបាទសូម vote គ្រប់គ្រងលើកទូរស័ព្ទឡើងទាំងអស់គ្នាមកដើម្បី vote គ្រប់គ្រងជូនទៅដល់បងប្អូន Freshy Girl ឬក៏ Freshy Boy ដែលលោកអ្នកពេញចិត្តទាំងអស់គ្នាវគ្គបន្តនឹងបានជួបជាមួយនឹងការបង្ហាញសមត្ថភាពរបស់បងប្អូន Freshy Girl and Boy របស់យើងជាបន្តគណៈពេលនេះកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនកង់នេះប្រហែលបាទមុនស្នេហ៍ក្លិនមាត់រអូបស្រស់ស្រាយ Parrot Green Mint នេះជាសាប៊ូកក់សក់ល្អបំផុតនិងស័ក្តិសមសម្រាប់ប្រជាជនខ្មែរផលិតឡើងដោយបច្ចេកវិទ្យាកម្រិតខ្ពស់ពីប្រទេសកូរ៉េដោយសារធាតុផ្សំដែលចម្រាញ់ចេញពីធម្មជាតិស័ក្តិសមជាមួយនឹងសក់គ្រប់ប្រភេទមានក្លិនក្រអូបស្រស់ស្រាយបានយូរតើអ្នកគិតថាសាប៊ូកក់សក់នេះមកអ្វីដែរនេះគឺក្លិនជាភាពស្រស់ស្អាតរបស់អ្នកAir Asia នឹងនាំអ្នកធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅជាង100កន្លែងនៅទូទាំងតំបន់អាស៊ីនិងប្រទេសអូស្ត្រាលី Air Asia we will take you thereនេះជាសាប៊ូកក់សក់ល្អបំផុតនិងស័ក្តិសមសម្រាប់ប្រជាជនខ្មែរផ
ផលិតឡើងដោយបច្ចេកវិទ្យាកម្រិតខ្ពស់ពីប្រទេសកូរ៉េដោយសារធាតុផ្សំដែលចម្រាញ់ចេញពីធម្មជាតិស័ក្តិសមជាមួយនឹងសក់គ្រប់ប្រភេទមានក្លិនក្រអូបស្រស់ស្រាយបានយូរតើអ្នកគិតថាសាប៊ូកក់សក់នេះមកអ្វីដែរនេះគឺក្លិនជាភាពស្រស់ស្អាតរបស់អ្នកសេចក្តីសុខរបស់កូននិងគ្រួសាររបស់ខ្ញុំគឺស្ថិតនៅទីនេះមកសម្លៀកបំពាក់ជាច្រើននៅទីនេះបំពេញតាមតម្រូវការរបស់យើងខ្ញុំបដូរការិយាល័យមកទីនេះធ្វើឲ្យខ្ញុំបង្កើតបាននូវគំនិតថ្មីសេចក្តីសុខនិងអនុស្សាវរីយ៍របស់យើងស្ថិតនៅទីនេះជានិរន្តរ៍នេះមានមុខជំនួយមួយដែលបានផ្ដល់ភាពងាយស្រួលក៏ដូចជាប្រាក់ចំណេញដល់អ្នកលក់ព្រមទាំងមានដំណើរការនៃការប្រកបអាជីវកម្មកាន់តែមានភាពងាយស្រួលនោះគឺជាផលិតផលចំណីអាហារ CP 5 Star ជ្រាបសួរបងតើចំពោះបំពង់ CP 5 Star ហ្នឹងលក់ដែរទេចាលក់ដែរហើយចំពោះបុគ្គលរូបណាដែលគាត់ចង់លក់នៅបំពង់ CP 5 Star តើគួរធ្វើយ៉ាងណាគេដែរទី1យើងត្រូវរកទីតាំងនៅខ្លួនឯងឬក៏អាចឲ្យក្រុមហ៊ុនជួយរកឲ្យបន្ទាប់មកក្រុមហ៊ុននឹងបង្រៀនយើងពីរបៀបបំពង់ពេលដែលយើងចេះពីរបៀបបំពង់ហើយក្រុមហ៊ុននឹងដំឡើងទូ 5 Star នឹងដាក់ផលិតផលឲ្យយើងបើព័ត៌មានបន្ថែមយើងអាចទំនាក់ទំនងទៅលេខទូរស័ព្ទ024 66 89 202ឧបត្ថម្ភកម្មវិធីដោយភេសជ្ជៈ Pepsi បង្ហាញអារម្មណ៍អ្នកជាមួយ Pepsi សាប៊ូកក់សក់ក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្ករគ្រាប់ Parrot Grimin ត្រជាក់ខ្លាំងបំបត្តិក្អកធូរបំពង់កក្រុមហ៊ុន PTT Cambodia ផលិតផលចំណីអាហារ CP រសជាតិឆ្ងាញ់គុណភាពល្អក្រុមហ៊ុនអាកាសចរថៃ Air Asia នរណាក៏អាចហោះហើរបានសហការឧបត្ថម្ភកម្មវិធីដោយស្ករកៅស៊ូ KitKit មិត្តទំពាគ្រឿងសម្អាង KMA ផ្សារទំនើប Paragon iFriend Entertainment Plasmac Group មជ្ឈមណ្ឌលកីឡា Superfit ហាងលក់សម្លៀកបំពាក់ Pensop
សារឬវត្តរបស់ប្រិមិត្តកំណត់អនាគតរបស់ Freshy គ្រប់រូបសូមផ្ញើសារគាំទ្រ Freshy Girl G1 ហេងចន្ទថា G2 សួងស៊ីធិន G3 Hot សៀវផេង G4 តូមសូលីដា G5 បរតប៊ុនសុភាវី G6 ភៀបថាវរី G7 អាគឹមអូន G8 ឈុនរក្សា G9 គង់ធីតាបច្ G10 ឆឹងច័ន្ទមនីរស្មី G11 វណ្ណៈបរមី G12 សូលបើភួង Freshy Boy B1 ម៉ូតារ៉ារស្មី B2 និតនីនិត B3 សីមនុ B4 ហៀបសៀងហុយ B5 តបវិសាល B6 ត្រីតារាវត B7 បិចពុនណរិត B8 បើលីហា B9 ខុនរធី B10 សែមឈិនហៀង B11 អង្គដេវីត B12 វ៉ាន់ដាវ៉នតាមវិធីងាយសូមចូលទៅកាន់សេវាផ្ញើសារជាអក្សរវាស្លាកលេខរបស់ Freshy ដែលលោកអ្នកគ្រប់គ្រងរួចផ្ញើទៅកាន់លេខ7272ឬទូរស័ព្ទទៅកាន់លេខ7272រងចាំស្ដាប់តាមការណែនាំរបស់ប្រព័ន្ធចូលរួមបានតែបណ្ដាញទៅខាតែប៉ុណ្ណោះអរគុណសូមស្វាគមន៍ជាបន្តនៅក្នុងកម្មវិធីប្រកួត Freshy Girl and Boy ចំនួនទី15វគ្គបង្ហាញសមត្ថភាពសប្តាហ៍ទី2ហើយសប្តាហ៍នេះគឺជាសប្តាហ៍ដែលបង្ហាញសមត្ថភាពទៅលើក្បាច់រាំអន្តរជាតិហើយអរលោកលោកស្រីអ្នកកញ្ញាបានទស្សនារបស់ហើយជាមួយនឹងការបង្ហាញនៅក្បាច់រាំអន្តរជាតិរបស់បងប្អូន Freshy Girl មួយក្រុមនិងបងប្អូន Freshy Boy មួយក្រុមចា៎នេះខ្ញុំសូមជម្រាបជូនផងដែរថាបើសិនជាអស់លោកអ្នកខកខានក្នុងការទស្សនានៅកម្មវិធីប្រកួតនៅក្នុងរាត្រីនេះលោកអ្នកក៏អាចធ្វើការទស្សនាបាននៅរៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 7 ព្រឹកតទៅចា៎បាទហើយមួយវិញទៀតសូមសរសើរដល់បងប្អូន Freshy Girl របស់យើងកញ្ញាខ្វាន់ព្រោះអីការដែលហាត់រៀនរាំបង្ហាញសមត្ថភាពនៅពេលនេះគឺបងប្អូនមានរយៈពេលហាត់ត្រឹមតែបើនិយាយពីថ្ងៃវិញគឺ4ថ្ងៃពេញនេះបើថា2 3ថ្ងៃទៀតគឺគាត់បានហាត់ដល់ជួយការបានហាត់តែ3ម៉ោងឬក៏2ម៉ោងឬក៏1ម៉ោងកន្លះអីចឹងទេព្រោះអីបើសិនជាថ្ងៃពេញគឺ4ម៉ោង4ថ្ងៃដូច្នេះហើយខ្ញុំបានជឿជាក់ថាទោះបីជាយ៉ាងណាក្តីក៏បងប្អូន Freshy Girl and Boy របស់យើងគាត់នឹងបង្ហាញសមត្ថភាពធ្វើយ៉ាងណាបំរើទៅដល់ប្រិយមិត្តទូរទស្សនិកជនដែលកំពុងតែទស្សនានៅទីនេះឲ្យជក់ចិត្តដិតអារម្មណ៍ជាមួយនឹងការបង្ហាញសមត្ថភាពរបស់បងប្អូនទាំងអស់គ្នាទោះបីជាមានចន្លោះខ្វះខាតត្រង់ណាខ្ញុំបាទជឿជាក់ថាបងប្អូនច្បាស់ជាមានព្រោះអីការហាត់រៀនបើសិនជាយើងឡើងបង្ហាញសមត្ថភាពលើវេទិកាមានទស្សនិកជនមើលច្រើនហើយទោះបីអ្នកអាជីពក៏គាត់ត្រូវការហាត់ពេលហាត់រៀនរាំយ៉ាងហោចណាស់ក៏1ខែទៅ2ខែ3ខែដែរព្រោះអីបងប្អូនទាំងអស់គ្នាហាត់បានត្រឹមតែរយៈពេល4ថ្ងៃតែប៉ុណ្ណោះហើយខ្ញុំបាទក៏សូមសរសើរដល់បងប្អូនផងដែរដូច្នេះហើយការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នាក៏ទន្ទឹងរង់ចាំជាមួយនឹងការវោតរបស់ទស្សនិកជនដូចគ្នាដែលជំរុញឲ្យបងប្អូនទាំងអស់គ្នាបានបន្តដំណើរជាមួយនឹងកម្មវិធីប្រកួតរបស់យើងជាបន្តចាជាការបដិសេធតែការវោតគាំទ្ររបស់អស់លោកអ្នកគឺជាការផ្ដល់ឱកាសដល់បងប្អូន Freshy Boy ក៏ដូចជា Freshy Girl របស់យើងឲ្យមានឱកាសបន្តដំណើរនៅក្នុងកម្មវិធីប្រកួតរបស់យើងនៅក្នុងរាត្រីនេះផងដែរចាបាទហើយដោយបញ្ជាក់ថាបងប្អូនដែលបានបង្ហាញសមត្ថភាពលើនេះទោះបីគាត់បង្ហាញសមត្ថភាពលើវេទិកាយើងល្អកម្រិតណាប៉ុន្តែបើគ្មានការវោតគាំទ្របើសិនជាគ្មានការវោតគាំទ្រហាក់បីដូចជាគ្មានអ្នកគាំទ្រគាត់ដូចគ្នាមិនថាអញ្ចឹងណាបាទអញ្ចឹងហើយទោះបីសមត្ថភាពគាត់ល្អប៉ុណ្ណាបើសិនជាការវោតគាំទ្ររបស់គាត់តិចនោះគាត់នឹងអាចคล้ายជាបេក្ខភាពដែលនឹងត្រូវជំរុះចាក់ចេញពីកម្មវិធីប្រកួតដែលមិនអាចឈានជើងចូលទៅដល់ថ្ងៃផ្ដាច់ព្រាត់នាពេលខាងមុខនេះដូច្នេះហើយបាទបងប្អូនទាំងអស់គ្នាចំណាយថវិកាបន្តិចបន្តួចដើម្បីគ្រប់គ្រងសិល្បករសិល្បករនេះរបស់យើងដែលគាត់មានបទពិសោធន៍ក៏ដូចជាដងហើយជួយជំរុញឲ្យគាត់បានបន្ថែមក៏ដូចជាធ្វើយ៉ាងណាឲ្យគាត់ដើរជៀសវាងឲ្យឆ្ងាយពីអំពើពលីអាវ៉ាសែគ្រប់ប្រភេទតែម្ដងអរគុណច្រើនជាបន្តនេះសូមរីករាយទស្សនាជាមួយនឹងការបង្ហាញនៅក្បាច់រាំអន្តរជាតិរបស់ប្អូន Freshy Girl ក្រុមFor Angel បាទទេពអក្សរទាំង4ណាទេពអក្សរចាំមើលការបង្ហាញក្បាច់រាំរបស់គាត់ស្អាតដូចទេពអក្សរឬក៏យ៉ាងណាសូមនៅអារម្មណ៍ទស្សនិកជនរីករាយទស្សនានៅផ្ដល់នឹងការគ្រប់គ្រងដល់ប្អូនក្រុម For Angel ដូចតទៅអរគុណFaded, like I downed the whole bottle. Yeah, you walked in the room, looking like a Victoria's Secret model. Throw your number in my iPhone, and then let me take you home. I swear I think I fell in love. Either that or my drink's too strong. Took a walk on
faded, like I downed the whole bottle. Yeah, you walked in the room, looking like a Victoria's Secret model. Throw your number in my iPhone, and then let me take you home. I swear I think I fell in love, either that or my drink's too strong. Took a walk on the clouds, fell asleep on the moon, and I'm not coming down now that I'm with you. If we ever wake up, don't know what I would do. Are we really in love, or dazed and confused? Girl, you got me faded, like I downed the whole bottle. Yeah, you walked in the room, looking like a Victoria's Secret model. Throw your number in my iPhone, and then let me take you home. I swear I think I fell in love, either that or my drink's too strong. សូមសំឡេងហូរខ្លាំងៗទាំងអស់គ្នាបាទផ្ដល់ជាកម្លាំងចិត្តដល់បាទបងប្អូនបាទទេពអក្សរទាំង4រូប For Angel បាទអរគុណហើយខ្ញុំស្រឡាញ់គេអាក្បាច់ហ្នឹងអាហ្នឹងបាក់តាមមើលប្រហែលជាបាក់រំតិចព្រោះអាច្បាច់ឡើងបាច់ចូលបាក់ហ្មងអរគុណច្រើនបាទសូមជើញបាទចាសូមជម្រាបសួរយើងខ្ញុំជា Flashy Girl ក្រុម For Angel បើសិនជាស្រឡាញ់និងគាំទ្រក្រុមរបស់យើងខ្ញុំសូមចូលរួមផ្ញើសារឬ vote ឲ្យក្រុមយើងខ្ញុំទាំងអស់គ្នានាងខ្ញុំឈ្មោះឈុនរក្សាជា Flashy Girl ពាក់ស្លាកលេខ G8 នាងខ្ញុំឈ្មោះភៀបថាវរីជា Flashy Girl ពាក់ស្លាកលេខ G6 នាងខ្ញុំឈ្មោះតមសូលីដាជា Flashy Girl ពាក់ស្លាកលេខ G4 នាងខ្ញុំឈ្មោះកងធីតាពេជ្រជា Flashy Girl ពាក់ស្លាកលេខ G9 ចាសសូមអរគុណអរគុណច្រើនប្រិយមិត្តទូទាំងគ្នាលោកអ្នកអាចធ្វើការគ្រប់គ្រងដល់បេក្ខភាព Flashy Girl ឬក៏ Flashy Boy រូបណាដែលលោកអ្នកពេញចិត្តដែលក៏ចូលទៅកាន់សេវាផ្ញើសារជាអក្សរប៉ុន្តែនេះខ្ញុំសូមបញ្ជាក់ផងដែរថាចំពោះការផ្ញើសារជាអក្សរនោះសូមមេត្តាកុំដកឃ្លារួចផ្ញើទៅកាន់លេខ7272ឬក៏ទូរស័ព្ទទៅកាន់លេខ7272រួចធ្វើតាមការណែនាំរបស់ប្រព័ន្ធចូលរួមបានតែប្រព័ន្ធសេខាតែប៉ុណ្ណោះបាទអរគុណដល់បាទ For Angel បាទសូមជើញសម្រាប់បានបាទអរគុណស្អាតផុសគេបាទដូចអត់ដូចតែអសមែនណានេះមើលពីក្រោយទៅស្អាតមែនតើអូយយកនឹងគេងលើឡានឡើងលក់ហ្មងបាទអរគុណច្រើនប្រិមត្តទូរទស្សនិកជនជាទីមេត្រីជាបន្តទៀតសូមជួបជាមួយនឹងបាទប្អូន Flashy Boy ក្រុម Dark Knight ចង់ដឹងថាក្រុម Dark Knight គាត់នឹងបង្ហាញសមត្ថភាពក្បាច់រាំល្អអស្ចារ្យកម្រិតណារីករាយទេសនានឹងផ្ដល់នូវការគ្រប់គ្រងខ្លាំងៗទាំងអស់គ្នាដូចតទៅអរគុណI said D-A-W-I-N Salento They can imitate you the way your body's moving You got something special about to make me lose it I like the way you move, girl I like the way you move, girl They can imitate you but they can't duplicate you Cause you got something special that makes me wanna taste you I want it all day long I'm addicted like it's wrong I want it all day long I'm addicted like it's wrong What you gonna do with that dessert? Do what, do what, dee da, dee da, dee da. Do what, do da, dee da, do da, dee da. Do what, do da, dee da, do da, da. Do that, do what, dee da. Do what, do da, dee da, dee da, dee da. Do what, do da, dee da, dee da, dee da. Do what, do da, dee da, dee da, dee da. Dance, 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 dance. Tis the shit! Yeah! Brush 'em off, brush 'em off. Hey! Brush 'em off, brush 'em off. Hey! Brush 'em off, brush 'em off. Hey! Sing in the air like a mother.
on my feet all round. I'm back again, what you gonna do now? Get out of this party, girl, and come back to my house. I'm about to show you how we do it downtown. Take your shirt out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 . Twist it in the air like a motherfucker. Take your shirt out. Take your shirt out. Do the dance. Hey, twist it in the air like a motherfucker. But you don't care when your titties everywhere, home girl. Take your motherfucking shirt out. Hey, take your motherfucking shirt out. Hey, take your motherfucking shirt out. And if you don't care, put your hands in the air, home girl. Take your motherfucking shirt out. Hey, take your motherfucking shirt out. Hey, hey, twist it in the air like a hey girl. What it is? Should I take you back to my crib to take your motherfucking shirt off? Your shirt off. Take your motherfucking shirt off. Your shirt off. Hey girl, what's going on? I know this is your favorite song, so take your motherfucking shirt off. Your shirt off. Take your motherfucking shirt. Take your shirt off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 . Twist it in the air like a motherfucker. Take your shirt off. Take your shirt off. Do the dance. Hey, twist it in the air like a motherfucker. I know you don't care when your titties everywhere, home girl. Take your motherfucking shirt out. Hey, take your motherfucking shirt out. Hey, take your motherfucking shirt out. And if you don't care, put your hands in the air, home girl. Take your motherfucking shirt out. Hey, take your motherfucking shirt out. Hey, hey, twist it in the air like a helicopter.សូមសំឡេងគាំទ្រខ្លាំងៗដល់គ្នាបាទអូបាទអរគុណពេញចិត្តក្រុមដាងណៃអត់ពេញចិត្តហូរឲ្យគាត់មួយបាទអរគុណច្រើនបាទសូមជើញ សូមជម្រាបសួរយើងខ្ញុំជា Freshy Boy ក្រុម Dark Knight បើសិនជាចូលចិត្តគាំទ្រក្រុមយើងខ្ញុំសូមចូលរួមផ្ញើសារឬក៏វោតផ្ដល់ឲ្យយើងខ្ញុំផងដែរបាទខ្ញុំបាទវ៉ាន់ដាវ៉ាន់ជា Boy ពាក់ស្លាកលេខ B12 ខ្ញុំបាទឈ្មោះតូវិសាលជា Freshy Boy ពាក់ស្លាកលេខ B5 ខ្ញុំបាទហៀបសិងមួយជា Freshy Boy ពាក់ស្លាកលេខ B4 និងខ្ញុំបាទ Freshy Boy ពាក់ស្លាកលេខ B10 បាទសូមអរគុណបាទអរគុណបាទអរគុណប្រសិនបើប្រិយមិត្តទាំងអស់ពេញចិត្តនៅក្រុម Dark Knight ដែលមានប្អូន Freshy Boy 4រូបលោកអ្នកសូមចូលទៅកាន់សេវាផ្ញើសារជាអក្សរវាស្លាកលេខរបស់ Freshy Boy រូបណាដែលលោកអ្នកពេញចិត្តរួចផ្ញើទៅកាន់លេខ7272ឬក៏ខលទៅកាន់លេខ7272រងចាំធ្វើការណែនាំតាមប្រព័ន្ធចូលរួមបានតែប្រព័ន្ធសេកាតែប៉ុណ្ណោះបាទអរគុណច្រើនបាទខ្ញុំបាទជឿជាក់ថាសម្រាប់ទស្សនិកជនដែលកំពុងតែទស្សនានៅទីនេះក៏ដូចជានៅតាមគេដ្ឋានច្បាស់ជាកោតសរជាក់ជាមខានជាមួយនឹងរយៈពេលខ្លីក្នុងការហាត់រៀនបង្ហាញសមត្ថភាពទៅលើក្បាច់រាំអន្តរជាតិដែលតាក់ទងជាមួយនឹងការបង្ហាញសមត្ថភាពរបស់បងប្អូន Freshy Girl and Boy របស់យើងហើយក្នុងនោះក៏មានការបង្ហាញនៅក្បាច់រាំជាលក្ខណៈបែបកូរ៉េនិងអង់គ្លេសបាទហើយទស្សនិកជនច្បាស់ជាគាំទ្រដូច្នេះហើយសូមវោតគាំទ្រដើម្បីឲ្យជំរុញឲ្យបងប្អូនបន្តដំណើរជាមួយកម្មវិធីប្រកួតរបស់យើងជាបន្តនៅសល់តែ2ក្រុមទៀតតែប៉ុណ្ណោះដែលនឹងកំពុងតែត្រៀមខ្លួនបង្ហាញជូនទៅដល់ប្រិយមិត្តទស្សនិកជននៅក្នុងការបង្ហាញសមត្ថភាពរាំអន្តរជាតិវគ្គបន្តនឹងមកជួបជាមួយនឹងបងប្អូន2ក្រុមជាបន្តសម្រាប់ពេលនេះកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនlại con đi còn mán bác
នស្នេហ៍ក្លិនមាត់រអូបស្រស់ស្រាយ Parrot Green Mint Air Asia នឹងនាំអ្នកធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅជាង100កន្លែងនៅទូទាំងតំបន់អាស៊ីនិងប្រទេសអូស្ត្រាលី Air Asia we will take you there មិនប្រឡាក់ស្រឡាញ់អូនលោកនឹងគោមិនខំដែរពេលយប់ភ្លៀងគ្លៀតគ្រប់ពេលបានក្បាលដូចជាស្នេហ៍គិតប្រអប់រូបអាស៊ានថ្មីចំនួន3គ្រាប់ច្រើនជាងមុនគិតមិត្តទំពានេះជាសាប៊ូកក់សក់ល្អបំផុតនិងស័ក្តិសមសម្រាប់ប្រជាជនខ្មែរផលិតឡើងដោយបច្ចេកវិទ្យាកម្រិតខ្ពស់ពីប្រទេសកូរ៉េដោយសារធាតុផ្សំដែលចម្រាញ់ចេញពីធម្មជាតិស័ក្តិសមជាមួយនឹងសក់គ្រប់ប្រភេទមានក្លិនក្រអូបស្រស់ស្រាយបានយូរតើអ្នកគិតថាសាប៊ូកក់សក់នេះមកអ្វីដែរនេះគឺក្លិនជាភាពស្រស់ស្អាតរបស់អ្នកAir Asia នឹងនាំអ្នកធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅជាង100កន្លែងនៅទូទាំងតំបន់អាស៊ីនិងប្រទេសអូស្ត្រាលី Air Asia we will take you there បាទជំរាបសួរពេលនេះពួកយើងទាំងអស់គ្នាបានមកដល់រោងចក្រផលិតចំណីអាហារ CP Comedy ហើយយើងនឹងទៅមើលអំពីការផលិតចំណីអាហារដែលមានដូចជាប្រហិតនិងមាន់បំពងចង់ដឹងថាតើការផលិតចំណីអាហារមានកម្រិតល្អយ៉ាងណានោះសូមរីករាយទស្សនាជាមួយពួកយើងខ្ញុំបាទដូចតទៅបាទបន្ទាប់ពីបានទស្សនាជាមួយនឹងការផលិតចំណីអាហារពីរោងចក្រផលិតចំណីអាហារ CP ពេលនេះសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាមកកាន់ជាមួយនឹងការភ្លក់តើចង់ដឹងថាប្រហិតទាំងនេះមានរសជាតិឆ្ងាញ់កម្រិតណាដូច្នេះហើយសូមភ្លក់ជាមួយពួកខ្ញុំបាទទាំងអស់គ្នាឧបត្ថម្ភកម្មវិធីដោយភេសជ្ជៈ Pepsi បង្ហាញអារម្មណ៍អ្នកជាមួយ Pepsi សាប៊ូកក់សក់ក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្ករគ្រាប់ Parrot Green Mint ត្រជាក់ខ្លាំងបំបត្តិក្អកធូរបំពង់កក្រុមហ៊ុន PTT Cambodia ផលិតផលចំណីអាហារ CP រសជាតិឆ្ងាញ់គុណភាពល្អក្រុមហ៊ុនអាកាសចរណ៍ថៃ Air Asia នរណាក៏អាចហោះហើរបានសហការឧបត្ថម្ភកម្មវិធីដោយស្ករកៅស៊ូគិតមិត្តទំពាគ្រឿងសម្អាង KMA ផ្សារទំនើប Paragon iFriend Entertainment Plasmac Group មជ្ឈមណ្ឌលកីឡា Superfit ហាងលក់សម្លៀកបំពាក់ Pensop ហូរខ្លាំងទាំងអស់គ្នា
បាទសូមស្វាគមន៍ជំនតនៅក្នុងកម្មវិធីប្រកួត Fresh Girl and Boy ចំនួនទី15វគ្គបង្ហាញសមត្ថភាពសប្តាហ៍ទី2ហើយលោកអ្នកក៏អាចរងចាំទស្សនានៅថ្ងៃសៅរ៍បាទចាប់ផ្ដើមពីវេលាម៉ោង 7 ព្រឹកតទៅផងដែរចានេះខ្ញុំជឿថាលោកអ្នកប្រកាសជាពិបាកក្នុងការដាក់ពិន្ទុដល់បេក្ខភាព Fresh Girl របស់យើងជាប្រខានដោយសារតែពួកគាត់ទាំងអស់គ្នាសុទ្ធសឹងតែមានសមត្ថភាពដូចជាទេពកោសល្យបង្ហាញនោះគឺល្អស្មើគ្នាតែម្ដងចាពិបាកក្នុងការដាក់ពិន្ទុមែនតើចាបាទជាការពិតដោយការខិតខំប្រឹងប្រែងក៏ដូចជាទេពកោសល្យសិល្បៈផ្ទាល់របស់បងប្អូន Fresh Girl and Boy របស់យើងនៅក្នុងកម្មវិធីហើយទម្រាំដែលបងប្អូនទាំងអស់គ្នាបានឈានជើងមកដល់វគ្គក្នុងចំណោម12រូបប្រុស12រូបស្រីក៏យើងជំរុះនៅបងប្អូន Fresh Girl and Boy របស់យើងជាច្រើនពាន់នាក់ដែលក្នុងនោះមានការចូលរួមប្រហែលជាជាង 2000 នាក់ឯណោះអញ្ចឹងហើយសល់ត្រឹមតែបងប្អូន Fresh Girl 12រូបនិងបងប្អូន Fresh Boy 12រូបដែលកំពុងតែត្រៀមខ្លួនបង្ហាញសមត្ថភាពជូនទៅដល់ប្រិយមិត្តទូរទស្សនិកជនហើយក្នុងសប្តាហ៍ខ្លះយើងនឹងធ្វើការជំរុះដូច្នេះហើយក៏តាក់ទងជាមួយនឹងការវោតគាំទ្រពីសំណាក់ប្រិយមិត្តទូរទស្សនិកជនដូចគ្នាខ្ញុំបានរំលឹកទៀតការផ្ញើសារគាំទ្ររបស់ប្រិយមិត្តទូរទស្សនិកជនគឺជាកត្តាដែលសំខាន់បំផុតដើម្បីជំរុញឲ្យបងប្អូនបានបន្តដំណើរជាមួយនឹងកម្មវិធីប្រកួតរបស់យើងជាបន្តចាភាសាតែការវល់គាំទ្រគឺជាការផ្ដល់ឱកាសមួយដល់បងប្អូន Fresh Girl ដូចជា Fresh Boy របស់យើងឲ្យគាត់មានឱកាសបន្តក្នុងកម្មវិធីរបស់យើងដោយសារតែបើសិនជាពួកគាត់ខ្វះនៅការវល់គាំទ្រពួកគាត់ប្រកាសជាមិនមានឱកាសបន្តក្នុងកម្មវិធីរបស់យើងទៀតទេចាបាទចង់សួរបងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនានៅទីនេះបាទអ្នកណាគេបានវោតគាំទ្របាទបានផ្ញើសារគាំទ្រខ្លះហើយបាទអូបានច្រើនដែរណាស្រឡាញ់ B ម៉ានស្រឡាញ់ G ម៉ានជាងគេបាទស្រឡាញ់គាត់បាទការហូបកញ្ជ្រៀវក៏ដូចជាស្នូទះដៃបាទគឺជាកត្តាមួយប៉ុន្តែអ្វីដែលសំខាន់នោះបាទការវោតគាំទ្រតែម្ដងដូច្នេះហើយបាទចំណាយថវិកាបន្តិចបន្តួចដើម្បីជំរុញឲ្យពួកគាត់បានបន្តដំណើរជាមួយកម្មវិធីរបស់យើងជាបន្តប្រិមិត្តទូរទស្សនិកជនជាទីមេត្រីនេះគឺជាការបង្ហាញសមត្ថភាពសប្តាហ៍ទី2តាក់ទងជាមួយនឹងវិញ្ញាសាដែលបង្ហាញទៅលើក្បាច់រាំអន្តរជាតិដែលក្នុងនោះមានការប្រកួតប្រជែងប្រណាំងប្រជែងរវាងបងប្អូន Fresh Girl និងបងប្អូន Fresh Boy ដែលក្នុងនោះយើងហៅថា The Modern Dance Battle ដោយការប្រកួតប្រជែងនេះយើងចុងវគ្គនឹងប្រកាសនៅប្អូនណាដែលបង្ហាញសមត្ថភាពខ្សោយជាងគេឬក៏ក្រុមណាដែលនឹងបង្ហាញសមត្ថភាពខ្សោយជាងគេដែលជាបេក្ខភាពដែលនឹងត្រូវជំរុះចាក់ចេញពីកម្មវិធីប្រកួតរបស់យើងផងដែរអរគុណច្រើនដើម្បីកុំឲ្យខាតពេលវេលាយូរសូមជួបជាមួយនឹងប្អូនក្រុម Fresh Girl ក្រុមរបស់ប្អូនមានឈ្មោះថា Iron Rose បាទ Iron Rose បាទកញ្ញាខ្វាន់បកប្រើនេះ Iron Rose ចានេះខ្ញុំគិតថាពាក្យថាបកមួយបកមួយ Iron គឺឆ្នាំងអ៊ុតឆ្នាំងអ៊ុតណាដល់ពេល Rose ហ្នឹងគឺផ្កាកាឡាបអូអីហើយបកពេញហ្មងស្អីគេវិញគឺឆ្នាំងអ៊ុតផ្កាកាឡាបវាមិនដាក់ណាមានឆ្នាំងអ៊ុតផ្កាកាឡាបវិញអ៊ុតមិនចេញចាមែនចឹងណាបាទមែនចឹងទេដងដៃឬក៏នារីតែមានភាពក្លាហានចានេះនៃធៀបណាបាទអរគុណបាទនារីបេះដូងដៃចាំមើលនារីបេះដូងដៃរបស់យើងគាត់នឹងបង្ហាញសមត្ថភាពយ៉ាងណានោះរីករាយទស្សនានៅផ្ដល់ការគ្រប់គ្រងខ្លាំងដល់គ្នាដូចតទៅសូមជើងអរគុណ어머나 땡잡았어 Don't think twice 이미 게임 끝났어 You be my curry I'll be your rice My name is PS1 한국말로 박재상 너의 변한 눈동자 빠져서 헤엄치고파 오빠 달린다 꽉 붙잡아 언니야 나는 아름다운 아가 C의 동반자 Hold up Wait a minute 지금부터 선수께
ស្នូទៅដៃខ្លាំងណាស់បងប្អូន Iron Rose បាទស្រឡាញ់ក្រុម Iron Rose អត់បាទអរគុណច្រើនខ្ញុំបាទចាប់អារម្មណ៍អាកន្លែងក្បាច់នេះអូញាក់សាច់បាទអាចធ្វើបន្តិចបានទេបាទអាកន្លែងនឹងជុំគ្នាបាទខ្ញុំរាប់13ណាអាចសុំធ្វើអាកន្លែងតិចមកបាទណោះតោះ1 2 3បាទអរគុណច្រើនអត់អីទេណាបាទនេះគឺជាភាពក្លាហានមួយដែលបងប្អូនទាំងអស់គ្នាបង្ហាញជូនទៅដល់ទស្សនិកជនហើយខ្ញុំបាទជឿជាក់ថាទាំងបងប្អូនដែលទស្សនានៅទីនេះក៏ដូចជាបងប្អូនដែលកំពុងតែទស្សនានៅតាមគេដ្ឋានច្បាស់ជាសប្បាយរីករាយជាមួយនឹងបទចម្រៀងក៏ដូចជាទេពកោសល្យសិល្បៈរបស់បងប្អូនក្រុម Iron Rose បាទសូមអញ្ជើញបាទមានអ្វីបាទសូមអញ្ជើញចានាងខ្ញុំជា Fresh Singer ក្រុម Iron Rose បើសិនជាពេញចិត្តនឹងស្រឡាញ់រូបនាងខ្ញុំសូមជួយ vote ផ្ញើសារដើម្បីផ្ដល់ជាបន្ទុកឲ្យរូបនាងខ្ញុំបាទទឹកអ៊ីឲ្យរូបនាងចៅចាទាំងអស់គ្នាបាទអរគុណរំភើបពេកចារំភើបពេកចានាងខ្ញុំឈ្មោះអាតគឹមអូនជា Fresh Singer ពាក់ស្លាកលេខ G7 នាងខ្ញុំឈ្មោះសួងស៊ីធឿនជា Fresh Singer ពាក់ស្លាកលេខ G2 ចានាងខ្ញុំឈ្មោះឆាន់ច័ន្ទមនីរស្មីជា Fresh Singer ពាក់ស្លាកលេខ G10 ចានាងខ្ញុំឈ្មោះហតសុភេងជា Fresh Singer ពាក់ស្លាកលេខ G3 ចាសូមអរគុណបាទក្នុងចំណោមបាទបងអូន Fresh Singer G7 G2 G10 និង G3 សូមកម្លាំងចិត្ត fan control ខ្លាំងៗដល់គ្នាអូចង់មក studio ឯណាក្រុម fan control 4នាក់សម្រាប់អូន Fresh Singer ទាំង4នាក់ហ្នឹង fan control គាត់ចង់មក studio ហើយបាទអរគុណច្រើនបាទប្រសិនបាទប្រិយមិត្តទាំងអស់ពេញចិត្តដល់ក្រុម Iron Rose សូមលោកអ្នកចូលទៅកាន់សេវាផ្ញើសារជាអក្សរវាស្លាលេខរបស់ Fresh Singer ដែលលោកអ្នកពេញចិត្តផ្ញើទៅកាន់លេខ7272ឬក៏ខលទៅកាន់លេខ7272រងចាំធ្វើការណែនាំតាមប្រព័ន្ធចូលរួមបានតែប្រព័ន្ធសេកាតែប៉ុណ្ណោះបាទអរគុណច្រើនអរគុណប្រិមិត្តទូរទស្សនិកជនជាទីមេត្រីកម្លាំងចិត្តដែលជំរុញឲ្យបងប្អូនហ៊ានបង្ហាញសមត្ថភាពគ្រប់កលៈទេសៈទោះបីជាមានចន្លោះខ្វះខាតតិចតួចតែបងប្អូននៅតែបន្តដំណើរតាំងពីការដែលចាប់ផ្ដើមនៅបទចម្រៀងរហូតដល់ចុងបញ្ចប់នៃបទចម្រៀងគឺអាស្រ័យទៅលើការគ្រប់គ្រងរបស់ទស្សនិកជនដែលនៅទីនេះផ្ទាល់តែម្ដងដែលកំពុងតែហូរកញ្ជ្រៀវសប្បាយរីករាយផ្ដល់នូវស្នាមញញឹមជូនទៅដល់បងប្អូនដែលជាសិល្បករនិងសិល្បករនេះដែលជាទំពាំងស្នងរស័យនៅក្នុងកម្មវិធីប្រវត្តិសាស្ត្រមួយនេះគឺកម្មវិធី Fresh Singer and Boy ចំនួនទី15ហើយក៏សូមអរគុណជាមួយនឹងការគ្រប់គ្រងរបស់ប្រិយមិត្តទូរទស្សនិកជនផងដែរជាបន្តទៀតសូមរីករាយទស្សនាជាមួយនឹងការបង្ហាញនៅក្បាច់រាំអន្តរជាតិរបស់បងប្អូន Fresh Boy ក្រុម 2VRH បាទ 2VRH អញ្ចឹងមានន័យរបស់គាត់ដែរក្រុមគាត់នៅក្នុងនោះមានសមាជិកដូចជា With Wood អញ្ចឹងមានន័យថា 2V ណាពីរបាទហើយនឹង R ហ្នឹងគឺរិទ្ធដល់ H ហ្នឹងគឺហាក់បាទ 2VRH បាទរីករាយជាមួយនឹងការបង្ហាញនៅក្បាច់រាំអន្តរជាតិរបស់ក្រុម 2VRH រីករាយដូចតទៅសូមជើញ知りたい
DJ turn it up, better DJ bring it back. Tell the DJ turn it up, better DJ bring it back. Tell the DJ turn it up, better DJ bring it back. Tell them play that shit again, tell them that you like that. Like DJ turn it up, better DJ bring it back. Tell the DJ turn it up, better DJ bring it back. Tell the DJ turn it up, better DJ bring it back. Tell them play that shit again, tell them turn up the bass. DJ turn it up, better DJ bring it back. Tell the DJ turn it up, better DJ bring it back. Tell the DJ turn it up, better DJ bring it back. Tell them play that shit again, tell them that you like that. Like DJ turn it, 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 DJ 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 up the PS and turn up the và 2VOA បាទសូមកម្លាំងចិត្តគ្រប់គ្រងដល់ក្រុម Freshy Boy 2VOA អរគុណច្រើនបាទសូមអញ្ជើញបាទសូមជម្រាបសួរខ្ញុំបាទជា Freshy Boy ក្រុម V2RH បើសិនជាប្រិយមិត្តគ្រប់គ្រងគ្រូខ្ញុំបាទសូមផ្ញើសារគ្រប់គ្រងបានគ្រប់គ្នាដែលមានខ្ញុំបាទឈ្មោះបាច់បុណ្ណរិទ្ធជា Freshy Boy ពាក់ស្លាលេខ B7 ខ្ញុំបាទឈ្មោះពៅលីហាជា Freshy Boy ពាក់ស្លាលេខ B8 ខ្ញុំបាទឈ្មោះអ៊ុំដូវីតជា Freshy Boy ពាក់ស្លាលេខ B11 ខ្ញុំបាទត្រីរាវុធជា Freshy Boy ពាក់ស្លាលេខ B6 បាទសូមអរគុណចាប្រិមត្តទស្សនិកធ្វើការគ្រប់គ្រងដល់បេក្ខភាព Freshy Girl ក៏ដូចជា Freshy Boy រូបណាដែលលោកអ្នកពេញចិត្តក៏យកចកោទៅកាន់សេវាផ្ញើសារជាអក្សររួចលាយស្លាកលេខរបស់ Freshy Boy រូបគេទៅកាន់លេខ72ឬក៏ទូរស័ព្ទទៅកាន់លេខ72រួចធ្វើតាមការណែនាំរបស់ប្រព័ន្ធចូលរួមបានតែប្រព័ន្ធសេខាតែប៉ុណ្ណោះបាទអរគុណដល់បងប្អូន V2RH បាទអាចសម្រាប់បានបាទសូមអញ្ជើញបាទអរគុណសូមកម្លាំងចិត្តខ្លាំងឡើងបងប្អូនបាទអរគុណច្រើនចានេះខ្ញុំសូមជម្រាបជូនផងដែរថាចំពោះ Freshy Girl មួយរូបក៏ដូចជា Freshy Boy មួយរូបដែលទទួលនឹងការផ្ញើសារគាំទ្រច្រើនជាងគេបងអូនមានឱកាសឈានរង្វាន់នៅពេលរង្វាន់ Freshy ប្រជាប្រិយភាពព្រមទាំងមានឱកាសចូលជាបេក្ខភាព6រូបចុងក្រោយដោយស្វ័យប្រវត្តិផងដែរចាបាទដូច្នេះហើយការផ្ញើសារពីសំណាក់ទស្សនិកជនគឺសំខាន់បំផុតខ្ញុំបាទសូមបញ្ជាក់ឡើងវិញបន្ទុក vote គ្រប់គ្រងនឹងធ្វើឲ្យបងប្អូន Freshy Girl ឬក៏ Freshy Boy មួយរូបដែលទទួលបាននៅរង្វាន់ប្រជាប្រិយភាពនៅក្នុងកម្មវិធីប្រកួតរបស់យើងវិញ្ញាសាជាបន្តនៅក្នុងកម្មវិធីប្រកួតរបស់យើងតាក់ទងជាមួយនឹងភាពរហ័សរហួនក៏ដូចជាបញ្ជាក់ពីភាពស្វាហាប់រឹងមាំក៏ដូចជាស្នាមញញឹមដ៏ស្រស់សភានិងស្រស់សង្ហារបស់បងប្អូនដែលជាយុវវ័យយុវតីនៅក្នុងសង្គមខ្មែររបស់យើងដែលមានបងប្អូន Freshy Girl និង Freshy Boyដោយក្នុងនោះមានក្នុងចំណោមទាំង24រូបនោះបងប្អូននឹងកំពុងតែត្រៀមខ្លួនបង្ហាញនៅវិញ្ញាសាថ្មីមួយទៀតសម្រាប់វគ្គក្រោយដូច្នេះហើយវគ្គបន្តនឹងបានជួបជាមួយនឹងការបង្ហាញនូវសមត្ថភាពរបស់បងប្អូនជាបន្តខណៈពេលនេះកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនAir Asia នឹងនាំអ្នកធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅជាង100កន្លែងនៅទូទាំងតំបន់អាស៊ីនិងប្រទេសអូស្ត្រាលី Air Asia we will take you there
នេះជាសាប៊ូកក់សក់ល្អបំផុតនិងស័ក្តិសមសម្រាប់ប្រជាជនខ្មែរផលិតឡើងដោយបច្ចេកវិទ្យាកម្រិតខ្ពស់ពីប្រទេសកូរ៉េដោយសារធាតុផ្សំដែលចម្រាញ់ចេញពីធម្មជាតិស័ក្តិសមជាមួយនឹងសក់គ្រប់ប្រភេទមានក្លិនក្រអូបស្រស់ស្រាយបានយូរតើអ្នកគិតថាសាប៊ូកក់សក់នេះមកអ្វីដែរនេះគឺក្លិនជាភាពស្រស់ស្អាតរបស់អ្នកក្នុងពេលបច្ចុប្បន្ននេះមានមុខជំនួយមួយដែលបានផ្ដល់ភាពងាយស្រួលក៏ដូចជាប្រាក់ចំណេញដល់អ្នកលក់ព្រមទាំងមានដំណើរការនៃការប្រកបអាជីវកម្មកាន់តែមានភាពងាយស្រួលនោះគឺជាផលិតផលចំណីអាហារ CP 5 Star ជ្រាបសួរបងតើចំពោះបំពង់ CP 5 Star ហ្នឹងលក់ដែរទេចាលក់ដែរហើយចំពោះបុគ្គលរូបណាដែលគាត់ចង់លក់នៅបំពង់ CP 5 Star តើគួរធ្វើយ៉ាងណាគេដែរទី1យើងត្រូវរកទីតាំងនៅខ្លួនឯងឬក៏អាចឲ្យក្រុមហ៊ុនជួយរកឲ្យបន្ទាប់មកក្រុមហ៊ុននឹងបង្រៀនយើងពីរបៀបបំពង់ពេលដែលយើងចេះពីរបៀបបំពង់ហើយក្រុមហ៊ុននឹងដំឡើងទូ 5 Star នឹងដាក់ផលិតផលឲ្យយើងបើព័ត៌មានបន្ថែមយើងអាចទំនាក់ទំនងទៅលេខទូរស័ព្ទ024 66 89 202lại con đi vào màn bácមុនស្នេហ៍ក្លិនមាត់រអូបស្រស់ស្រាយ Parrot Green Mint គិតប្រអប់រូបអាស៊ានថ្មីចំនួន3គ្រាប់ច្រើនជាងមុនគិតមិត្តទំពាឧបត្ថម្ភកម្មវិធីដោយភេសជ្ជៈ Pepsi បង្ហាញអារម្មណ៍អ្នកជាមួយ Pepsi សាប៊ូកក់សក់ក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្ករគ្រាប់ Parrot Green Mint ត្រជាក់ខ្លាំងបំបត្តិក្អកធូរបំពង់កក្រុមហ៊ុន PTT Cambodia ផលិតផលចំណីអាហារ CP រសជាតិឆ្ងាញ់គុណភាពល្អក្រុមហ៊ុនអាកាសចរណ៍ថៃ Air Asia នរណាក៏អាចហោះហើរបានសហការឧបត្ថម្ភកម្មវិធីដោយស្ករកៅស៊ូ KitKit មិត្តទំពាគ្រឿងសម្អាង KMA ផ្សារទំនើប Paragon iFriend Entertainment Plasmac Group មជ្ឈមណ្ឌលកីឡា Superfit ហាងលក់សម្លៀកបំពាក់ Pensop ស្នូទៅដៃខ្លាំងៗបងប្អូនគ្នាអូហូបាទអរគុណច្រើនជាមួយនឹងការគាំទ្ររបស់ប្រិយមិត្តទូរទស្សនិកជនជាពិសេសបងប្អូនដែលចូលរួមទស្សនាដោយផ្ទាល់នៅទីនេះបាទអរគុណច្រើនសប្បាយរីករាយមែនតើបាទឃើញស្នាមយើងគាត់ធ្វើឲ្យយើងដែលជាមិនមែនជាអ្នកប្រឡងណាប៉ុន្តែយើងមានកម្លាំងចិត្តធ្វើការតែម្ដងដូច្នេះអាការដែលផ្ដល់នៅស្នាមញញឹមនេះគឺជាកត្តាមួយដែលធ្វើឲ្យមនុស្សឬក៏បុគ្គលមួយរូបឬក៏បុគ្គលច្រើនរូបក៏ដោយឲ្យតែមានការគ្រប់គ្រងផ្ដល់ស្នាមញញឹមច្រើនផ្ដល់កម្លាំងចិត្តច្រើនធ្វើឲ្យគាត់ទទួលបានជោគជ័យចាជាការប៉ັດដោយសារតែការគ្រប់គ្រងគឺជាការផ្ដល់កម្លាំងចិត្តមួយទៅដល់ពួកគាត់ទាំងអស់គ្នាដែលពួកគាត់ក៏ជាបេក្ខភាពប្រឡងប៉ុន្តែពួកគាត់ត្រូវការកម្លាំងចិត្តអស់ពីអស់លោកអ្នកដើម្បីបន្តដំណើរក្នុងកម្មវិធីរបស់យើងជាបន្តទៀតចាបាទដោយកញ្ញាខ្វាន់អញ្ចឹងនៅពេលដែលការប្រឡងនៅពេលដែលបងប្អូនគាត់មកហូរច្រើនអញ្ចឹងមានអារម្មណ៍ភ័យបុកពោះហីបាទចានេះខ្ញុំបុកពោះមែនតើបុកពោះចាបុកមិនទៅអាពោះហ្នឹងបុកមិនទៅនេះខ្ញុំអត់ដឹងដែរអត់អញ្ចឹងថាបុកពោះហើយសួរបុកពោះមិនទៅ
ដឹងដែរ បុកក្នុងពោះ បុកក្នុងពោះទៀតកែណាចូលទៅដល់អស់ហ្នឹងចូលតាមណាវាទៅបុកក្នុងពោះ ចានេះខ្ញុំសារតែតតងទៅនឹងអារម្មណ៍របស់យើងចា តអារម្មណ៍យើងវាចង់បុកពោះ អារម្មណ៍ភ័យ អារម្មណ៍ភ័យអូខ្ញុំឆ្ងល់វាចូលតាមផ្លូវណាវាទៅបុកដល់ពោះ ចា បាទអរគុណច្រើនប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីងាកមករកកម្មវិធីប្រកួតរបស់យើងជាបន្តនេះគឺជាវិញ្ញាសាថ្មីមួយទៀតហើយដែលតម្រូវឲ្យបងប្អូន Fresh Girl និង Fresh Boy របស់យើងដើម្បីបង្ហាញសមត្ថភាពជូនទៅដល់ប្រិយមិត្តទូរទស្សនិកជនតាក់ទងជាមួយនឹងការបង្ហាញម៉ូដជាមួយនឹងសម្លៀកបំពាក់ក៏ដូចជាភាពឆ្លាតវៃរបស់បងប្អូនដែលក្នុងនាមជាអ្នកបង្ហាញក៏ដូចជាអ្នក presenter របស់តំណាងឲ្យផលិតផលឬក៏តំណាងឲ្យម៉ូដកៅអៅដូច្នេះធ្វើយ៉ាងណាឲ្យមានភាពតាក់ទាញពីសំណាក់បងប្អូនទស្សនិកជនមិនថាអញ្ចឹងណាបាទអរគុណច្រើនដើម្បីកុំឲ្យខាតពេលវេលាយូរសូមជួបជាមួយនឹងការបង្ហាញនៅម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាតនិងស្រស់សភាដែលបង្ហាញជូនទៅដល់ប្រិយមិត្តទូរទស្សនិកជនតាមរយៈបងប្អូន Fresh Girl and Boy របស់យើងដូច្នេះសូមជាកម្លាំងចិត្តនិងការគ្រប់គ្រងខ្លាំងៗទាំងអស់គ្នាបាទសូមអញ្ជើញបាទអរគុណ Rainbows in my mind, sunshine in my soul. Rainbows in my mind, in my mind. Somewhere after midnight in my wildest dreams. Somewhere after midnight in my wildest dreams, I'm gonna take a Superman to get me off my feet. Oh yes it does.
បាទអរគុណច្រើនបាទសូមស្នូទៅដៃខ្លាំងៗទាំងអស់គ្នាចាអរគុណចាអរគុណសូមថ្លែងអរគុណចំពោះហាងលក់សម្លៀកបំពាក់ Pen Shop ដែលបានអូថមសម្លៀកបំពាក់ដ៏ស្អាតបែបនេះចំពោះហាង Pen Shop គឺមាន3ទីតាំងទី1ស្ថិតនៅ Eon Mall លោកអ្នកក៏អាច call ទៅបានលេខទូរស័ព្ទ023 966និង891ចំពោះទីតាំងទី2នេះស្ថិតនៅ TK Avenue លេខទូរស័ព្ទ023 983 និង112ទីតាំងទី3នេះគឺស្ថិតនៅ Lucky Mall សៀមរាប063 862 154ចាបាទហើយដើម្បីអបអរសាទរអំណរឆ្នាំថ្មីប្រពៃណីជាតិមហាសង្ក្រាន្ត Pen Shop គ្រប់សាខាបាទបើចុះតម្លៃនៅសម្លៀកបំពាក់ជាច្រើនមកកាន់តែពិសេសចាប់ពីបាទខែមេសាថ្ងៃទី10បាទថ្ងៃទី8ដល់ថ្ងៃទី10និងខែបាទមេសាដូចគ្នាចាប់ពីថ្ងៃទី15ដល់ថ្ងៃទី17 2016បញ្ចុះតម្លៃ 20% ដូច្នេះហើយបើសិនបាទប្រិយមិត្តទាំងអស់គ្នាចង់បាននៅសម្លៀកបំពាក់ដ៏ស្រស់ស្អាតនិងស្រស់សភាបាទសូមកុំភ្លេចជាមួយនឹង Pen Shop វគ្គបន្តប្រិយមិត្តបានជួបជាមួយនឹងបងប្អូនសាជាថ្មីនៅការប្រកាសនៅលទ្ធផលតើបងប្អូនណាដែលបង្ហាញក៏ដូចជាក្រុមណាដែលបង្ហាញនៅសមត្ថភាពខ្សោយជាងគេហើយដល់ឡែកនៅក្នុងនោះក៏មាននៅបងប្អូនចំនួន6រូបចា៎បាទ Freshy Boy 6រូបនិងបងប្អូន Freshy Girl 6រូបដែលនឹងជ្រើសរើសជាបេក្ខភាពដែលបង្ហាញសមត្ថភាពខ្សោយជាងគេហើយក្នុងនោះមាន3រូបដែលមានការវោតគ្រប់គ្រងតិចជាងគេដែលឡាយបេក្ខភាពដែលមានការវោតគ្រប់គ្រងតិចជាងគេហើយជាបេក្ខភាពដែលបង្ហាញសមត្ថភាពខ្សោយជាងគេនឹងអាចคล้ายខ្លួនទៅជាបេក្ខភាពដែលត្រូវជំរុះប្រចាំសប្តាហ៍នេះផងដែរដូច្នេះហើយវគ្គបន្តប្រិយមិត្តបានជ្រាបច្បាស់តើបងប្អូន Freshy Girl ឬក៏ Freshy Boy រូបណាដែលនឹងបង្ហាញសមត្ថភាពល្អសម្រាប់ពេលនេះកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិននេះជាសាប៊ូកក់សក់ល្អបំផុតនិងស័ក្តិសមសម្រាប់ប្រជាជនខ្មែរផលិតឡើងដោយបច្ចេកវិទ្យាកម្រិតខ្ពស់ពីប្រទេសកូរ៉េដោយសារធាតុផ្សំដែលចម្រាញ់ចេញពីធម្មជាតិស័ក្តិសមជាមួយនឹងសក់គ្រប់ប្រភេទមានក្លិនក្រអូបស្រស់ស្រាយបានយូរតើអ្នកគិតថាសាប៊ូកក់សក់នេះមកអ្វីដែរនេះគឺក្លិនជាភាពស្រស់ស្អាតរបស់អ្នកបាទជំរាបសួរពេលនេះពួកយើងទាំងអស់គ្នាបានមកដល់រោងចក្រផលិតចំណីអាហារ CP Cambodia ហើយយើងនឹងទៅមើលអំពីការផលិតចំណីអាហារដែលមានដូចជាប្រហិតនិងមាត់បំពងចង់ដឹងថាតើការផលិតចំណីអាហារមានកម្រិតល្អយ៉ាងណានោះសូមរីករាយទស្សនាជាមួយពួកយើងខ្ញុំបាទដូចតទៅបាទបន្ទាប់ពីបានទស្សនាជាមួយនឹងការផលិតចំណីអាហារពីរោងចក្រផលិតចំណីអាហារ CP ពេលនេះសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាមកកាន់ជាមួយនឹងការភ្លក់តើចង់ដឹងថាប្រហិតទាំងនេះមានរសជាតិឆ្ងាញ់កម្រិតណាដូច្នេះហើយសូមភ្លក់ជាមួយពួកខ្ញុំបាទទាំងអស់គ្នាlại con thì còn mán bác Muôn snai klen mọt Rôស្រស់ស្រាយ Parrot Green Mint
ចរ Air Asia នឹងនាំអ្នកធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅជាង100កន្លែងនៅទូទាំងតំបន់អាស៊ីនិងប្រទេសអូស្ត្រាលី Air Asia we will take you there គិតប្រអប់រូបអាស៊ានថ្មីចំនួន3គ្រាប់ច្រើនជាងមុនគិតមិត្តទំពាបាទជំរាបសួរពេលនេះពួកយើងទាំងអស់គ្នាបានមកដល់រោងចក្រផលិតចំណីអាហារ CP Cambodia ហើយយើងនឹងទៅមើលអំពីការផលិតចំណីអាហារដែលមានដូចជាប្រហិតនិងមាត់បំពងចង់ដឹងថាតើការផលិតចំណីអាហារមានកម្រិតល្អយ៉ាងណានោះសូមរីករាយទស្សនាជាមួយពួកយើងខ្ញុំបាទដូចតទៅបាទបន្ទាប់ពីបានទស្សនាជាមួយនឹងការផលិតចំណីអាហារពីរោងចក្រផលិតចំណីអាហារ CP ពេលនេះសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាមកកាន់ជាមួយនឹងការភ្លក់តើចង់ដឹងថាប្រហិតទាំងនេះមានរសជាតិឆ្ងាញ់កម្រិតណាដូច្នេះហើយសូមភ្លក់ជាមួយពួកខ្ញុំបាទទាំងអស់គ្នាឧបត្ថម្ភកម្មវិធីដោយភេសជ្ជៈ Pepsi បង្ហាញអារម្មណ៍អ្នកជាមួយ Pepsi សាប៊ូកក់សក់ក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្ករគ្រាប់ Parrot Green ត្រជាក់ខ្លាំងបំបត្តិក្អកធូរបំពង់កក្រុមហ៊ុន PTT Cambodia ផលិតផលចំណីអាហារ CP រសជាតិឆ្ងាញ់គុណភាពល្អក្រុមហ៊ុនអាកាសចរថៃ Air Asia នរណាក៏អាចហោះហើរបានសហការឧបត្ថម្ភកម្មវិធីដោយស្ករកៅស៊ូគិតមិត្តទំពាគ្រឿងសម្អាង KMA ផ្សារទំនើប Paragon iFriend Entertainment Plasmac Group មជ្ឈមណ្ឌលកីឡា Superfit ហាងលក់សម្លៀកបំពាក់ Pensop បាទសូមស្វាគមន៍ខ្លាំងៗទាំងអស់គ្នាអរគុណច្រើនសូមស្វាគមន៍មកកាន់វគ្គចុងក្រោយនៅក្នុងការបង្ហាញសមត្ថភាពវគ្គសប្តាហ៍ទី2ប្រិយមិត្តទស្សនិកជនជាទីមេត្រីបានទស្សនារំហើយជាមួយនឹងការបង្ហាញនៅសមត្ថភាពទៅលើក្បាច់រាំជាមួយនឹងភាពតាក់ទាញពោពេញទៅដោយធម៌ពលនិងសហការគ្នាជាក្រុមដែលយើងហៅថា teamwork ដើម្បីធ្វើយ៉ាងណាឲ្យវេទិកានេះមានភាពតាក់ទាញក៏ដូចជាក្រុមផ្ទាល់របស់ប្អូនម្នាក់ដែលជាការបង្កើតឡើងដោយក្បាច់រាំរបស់លោកគ្រូអ្នកគ្រូដែលបង្ហាត់បង្រៀនបងប្អូនដូច្នេះហើយធ្វើយ៉ាងណាមានតែបងប្អូនតែប៉ុណ្ណោះដែលធ្វើឲ្យទស្សនិកជនគ្រប់គ្រងហើយខ្ញុំជឿជាក់ថាប្រិមិត្តទស្សនិកជនច្បាស់ជាបានកោតសរសើរជាក់ជាមិនខានជាមួយនឹងការបង្ហាញនៅសមត្ថភាពរបស់បងប្អូនហើយជាមួយនឹងការដើរបង្ហាញម៉ូដនេះសោតគឺបងប្អូនក៏បានបង្ហាញនៅម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាតដែលបានការឧបត្ថម្ភពី Pensop ដូចគ្នាចាខ្ញុំជឿថាលោកអ្នកប្រកាសជាពុំចង់ឃើញនៅ Freshy Girl ដូចជា Freshy Boy រូបណាដែលលោកអ្នកពេញចិត្តចាក់ចេញពីកម្មវិធីនោះទេដូច្នេះហើយសូមអ្នកធ្វើការគ្រប់គ្រងទៅដល់ Freshy Girl រួមជាមួយនឹង Freshy Boy រូបណាដែលលោកអ្នកពេញចិត្តដែលក៏ចូលទៅកាន់សេវាផ្ញើសារជាអក្សររួចវាលេខរបស់ Freshy Girl ឬជាមួយនឹង Freshy Boy រូបនោះរួចផ្ញើទៅកាន់លេខ72ឬក៏ទូរស័ព្ទទៅកាន់លេខ72រួចធ្វើតាមការណែនាំរបស់ប្រព័ន្ធចូលរួមបានតែប្រព័ន្ធសេខាតែប៉ុណ្ណោះប្រិមិត្តទូរទស្សនិកជនជាទីមេត្រីកម្លាំងចិត្តនៃការផ្ញើសាររបស់ប្រិមិត្តទូរទស្សនិកជនគឺសំខាន់ណាស់ដោយហេតុឃើញថាការដែលបង្ហាញសមត្ថភាពរបស់បងប្អូនក៏អាស្រ័យដោយកម្លាំងចិត្តរបស់ទស្សនិកជនដូចគ្នាទោះបីជាភាពសប្បាយរីករាយផ្ដល់ជូនទៅដល់លោកអ្នកនៅក្នុងកម្មវិធីប្រវត្តិសាស្ត្រនៃកម្ពុជាកម្មវិធីប្រកួត Fresh Girl and Boy ចំនួនទី15ឆ្លៀតកងឱកាសនេះក៏សូមជម្រាបជូនដល់បាទយុវជនយុវនារីខ្មែររបស់យើងធ្វើយ៉ាងណាយកពេលវេលាដ៏មានតម្លៃទៅធ្វើអ្វីដែលល្អធ្វើអ្វីដែលសង្គមត្រូវការដើម្បីជួយលើកស្ទួយដល់សង្គមជាតិរបស់យើងឲ្យមានការរីកចម្រើនជាងឲ្យឆ្ងាយពីអំពើពិលាអាស័យគ្រប់ប្រភេទគ្រឿងញៀនបំផ្លាញខ្លួនឯងនៅសង្គមជាតិដូច្នេះហើយសូមនិយាយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទតែម្ដងប្រិមិត្តទស្សនិកជនជាទីមេត្រីច្បាស់ជាមិនចង់ឃើញនៅការបង្ហាញនៅសមត្ថភាពរបស់ប្អូនដែលខ្លួនពេញចិត្តคล้ายជាបេក្ខភាពដែលនឹងត្រូវជំរុញចាក់ចេញពីកម្មវិធីប្រកួតនោះទេដោយហេតុនេះគឺជាកម្មវិធីប្រកួត
សប្តាហ៍នេះខ្ញុំបានក៏សូមអនុញ្ញាតប្រកាសនៅក្រុមបង Freshy Girl និងក្រុមបង Freshy Boy ដែលបង្ហាញសមត្ថភាពខ្សោយជាងគេការដែលបង្ហាញសមត្ថភាពខ្សោយក៏អាស្រ័យទៅលើសមត្ថភាពផ្ទាល់ជាមួយនឹងទេពកោសល្យសិល្បៈរបស់ប្អូនតែនេះគឺជាជំហានដំបូងទោះបីជាថ្ងៃនេះប្អូនទទួលបានលទ្ធផលមិនប្រកបដោយផ្លែផ្កា 100% ក៏ប៉ុន្តែប្អូនទទួលបានបទពិសោធន៍ជាច្រើននៅក្នុងកម្មវិធីប្រកួត Freshy Girl and Boy របស់យើងដោយតាក់ទងជាមួយនឹងវិញ្ញាសាផ្សេងពីគ្នារៀងរាល់សប្តាហ៍អ្នករៀបចំកម្មវិធីប្រកួតរបស់យើងតែងតែដាក់នៅវិញ្ញាសាផ្សេងពីគ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាបង្ហាញជូនទៅដល់ទស្សនិកជននៅពេលដែលបងប្អូនចាប់នៅក្នុងកម្មវិធីប្រកួតរបស់យើងបងប្អូនអាចខ្លាយទៅជាពិធីករពិធីការនីនិងតារាសម្ដែងផ្សេងអរគុណច្រើនប្រិមិត្តទូរទស្សនិកជនជាទីមេត្រីជាបន្តទៀតខ្ញុំបានសូមអនុញ្ញាតប្រកាសនៅក្រុមដែលបង្ហាញសមត្ថភាពខ្សោយជាងគេចំពោះក្រុមប្អូន Freshy Girl ដែលបង្ហាញសមត្ថភាពខ្សោយជាងគេសម្រាប់សប្តាហ៍ទី2នេះក្រុម Freshy Girl Freshy Girl Naughty Girl បាទ Naughty Girl បាទដោយឡែកក្រុមប្អូន Freshy Boy ដែលបង្ហាញសមត្ថភាពខ្សោយជាងគេសម្រាប់សប្តាហ៍នេះក្រុម Freshy Boy My Dreamប្រិមិត្តទូរទស្សនិកជនជាទីមេត្រីលក្ខខណ្ឌនៅក្នុងកម្មវិធីប្រកួតដោយការជំរើសនិងចម្រាញ់ទៅលើការផ្ញើសារតាក់ទងជាមួយនឹងការបង្ហាញនៅសមត្ថភាពខ្សោយជាងគេសម្រាប់ក្រុមប្អូន Freshy ដែលនៅខាងក្រោយមានចំនួន2ក្រុមជាបន្តទៀតហើយនឹងប្អូន Freshy Boy ដែលនៅខាងក្រោយមាន2ក្រុមជាបន្តទៀតនេះក្នុងចំណោមប្អូនទាំង4ក្រុមទាំង Freshy Boy និង Freshy Girl នឹងមាន4រូបFreshy Girl 2រូបនិង Freshy Boy 2រូបជាបន្តទៀតដែលបង្ហាញសមត្ថភាពខ្សោយជាងគេជាដំបូងខ្ញុំបានសូមអនុញ្ញាតប្រកាសនៅប្អូន Freshy Girl ដែលបង្ហាញសមត្ថភាពខ្សោយជាងគេសម្រាប់សប្តាហ៍ទី2ប្អូន Freshy Girl G8 និងប្អូន Freshy Girl G7ដោយឡែកប្អូន Freshy Boy ដែលបង្ហាញសមត្ថភាពខ្សោយជាងគេសម្រាប់ការបង្ហាញសមត្ថភាពសប្តាហ៍ទី2នេះខ្ញុំបាទសូមអនុញ្ញាតប្រកាសនៅប្អូន Freshy Boy B10 និងប្អូន Freshy Boy B5ដូច្នេះក៏សូមអបអរសាទរដល់ប្អូន Freshy Girl និង Freshy Boy ដែលឈរនៅជួរខាងក្រោយដំណាក់កាលទី1តាក់ទងជាមួយនឹងការបង្ហាញនៅសមត្ថភាពរបស់ប្អូន Freshy Girl ទាំង12រូបនិងប្អូន Freshy Boy 12រូបលោកអ្នកបានទស្សនារួមហើយក៏ដូចជាទទួលជ្រាបរួមហើយក្នុងចំណោម12រូបក៏មានប្អូន Freshy Girl 6រូបនិងប្អូន Freshy Boy 6រូបដែលបង្ហាញសមត្ថភាពខ្សោយជាងគេនៅក្នុងកម្មវិធីវគ្គបង្ហាញសមត្ថភាពសប្តាហ៍ទី2នេះដំណាក់កាលទី2នៅក្នុងកម្មវិធីប្រកួតរបស់យើងគឺការផ្ញើសារគាំទ្ររបស់ប្រិយមិត្តទូរទស្សនិកជនជាបន្តទៀតនេះខ្ញុំបានសូមអនុញ្ញាតប្រកាសនៅប្អូន Freshy Girl ក្នុងចំណោមប្អូន Freshy Girl 6រូបដែលបង្ហាញសមត្ថភាពខ្សោយជាងគេក្នុងនោះមានប្អូន Freshy Girl 3រូបដែលបង្ហាញសមត្ថភាពខ្សោយជាងគេហើយនឹងការវោតគាំទ្រពីសំណាក់ប្រិយមិត្តទូរទស្សនិកជនតិចជាងគេជាបន្តខ្ញុំបាទសូមអនុញ្ញាតប្រកាសនៅប្អូន Freshy Girl
ដែលទទួលបាននូវការវោតគាំទ្រពីសំណាក់មហាជនតិចជាងគេប្អូន Fresiger G11 ប្អូន Fresiger G5 និងជាចុងក្រោយប្អូន Fresiger G8 ក៏ដូចគ្នាផងដែរក្នុងនោះក៏មានប្អូន Freshy Boy 6រូបដែលបង្ហាញសមត្ថភាពខ្សោយជាងគេក្នុងចំណោម6រូបដែលបង្ហាញសមត្ថភាពខ្សោយជាងគេក៏មាន3រូបដែលបង្ហាញសមត្ថភាពខ្សោយជាងគេនោះហើយបន្ទូវោតពីសំណាក់មហាជនតិចជាងគេខ្ញុំបាទសូមអនុញ្ញាតប្រកាសជាបន្តក្នុងនោះមានប្អូន Freshy Boy B10 ជាបន្តប្អូន Freshy Boy B9 និងជាចុងក្រោយប្អូន Freshy Boy B3 ប្រិមិត្តទូរទស្សនិកជនជាទីមេត្រីនៅក្នុងកម្មវិធីប្រកួតរបស់យើងដោយដែលកញ្ញាខ្វាន់បានជម្រាបថានៅក្នុងកម្មវិធីប្រកួតរបស់យើងសម្រាប់វគ្គផ្ដាច់ព្រាត់គឺមានត្រឹមតែប្អូន Freshy Boy 10រូបនិងប្អូន Freshy Girl 10រូបតែប៉ុណ្ណោះបាទដែលមានឱកាសបន្តដំណើរជាមួយនឹងកម្មវិធីប្រកួតរបស់យើងជាបន្តប្រិមិត្តទូរទស្សនិកជនជាទីមេត្រីដោយហេតុឃើញថាការបង្ហាញសមត្ថភាពនេះគ្រាន់តែជាការបង្ហាញសមត្ថភាពសប្តាហ៍ទី2តែប៉ុណ្ណោះដែលបង្ហាញជូនទៅដល់ប្រិយមិត្តទូរទស្សនិកជននៅក្នុងកម្មវិធីប្រកួតរបស់យើងហើយដូច្នេះហើយខ្ញុំបាទជឿជាក់ថាប្រិយមិត្តទូរទស្សនិកជនច្បាស់ជាមិនចង់ឃើញនៅប្អូន Freshy Girl ឬក៏ Freshy Boy រូបណាដែលនឹងត្រូវជំរុញចាក់ចេញពីកម្មវិធីប្រកួតរបស់យើងនោះទេចង់ឲ្យកម្មវិធីរបស់យើងជំរុញអត់ចង់ឲ្យជំរុញអត់ឱកាសសម្រាប់បងប្អូនទាំងអស់គ្នាដែលជាបេក្ខភាពដែលបង្ហាញសមត្ថភាពខ្សោយហើយក្នុងនោះតាក់ទងជាមួយនឹងការបង្ហាញនៅសមត្ថភាពរបស់បងប្អូនហើយក៏ទទួលបានការវោតគាំទ្រពីសំណាក់ប្រិយមិត្តទូរទស្សនិកជនតិចជាងគេនេះគឺជាការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នាដូច្នេះហើយខ្ញុំបាទជឿជាក់ថាឱកាសក្រោយបងប្អូននឹងខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពល្អជាងនេះនឹងធ្វើយ៉ាងណាឲ្យមហាជនមានការគាំទ្រក៏ដូចជាវោតពីសំណាក់មហាជនឲ្យបានច្រើនដើម្បីបងប្អូនមានឱកាសបន្តដំណើរជាមួយនឹងកម្មវិធីប្រកួតរបស់យើងជាបន្តសម្រាប់បងប្អូន Freshy Boy 3រូបនិងបងប្អូន Freshy Girl 3រូបដែលមានពិន្ទុវោតតិចជាងគេសម្រាប់ការបង្ហាញសមត្ថភាពសប្តាហ៍ទី2នេះបើសិនជាសប្តាហ៍ក្រោយបងប្អូននៅតែបង្ហាញសមត្ថភាពខ្សោយនឹងការវោតគាំទ្រពីសំណាក់ប្រិយមិត្តទូរទស្សនិកជនតិចនោះមានន័យថាបងប្អូនកំពុងស្ថិតនៅក្នុងបេក្ខភាពដែលនឹងត្រូវជំរុញចាក់ចេញពីកម្មវិធីប្រកួតរបស់យើងដូច្នេះហើយកម្លាំងចិត្តក៏ដូចជាការផ្ញើសាររបស់ទស្សនិកជនគឺសំខាន់បំផុតគាំទ្រដើម្បីឲ្យបងប្អូន Freshy Girl ឬក៏ Freshy Boy ដែលលោកអ្នកពេញចិត្តបានបន្តដំណើរជាមួយនឹងកម្មវិធីប្រកួតរបស់យើងជាបន្តអរគុណច្រើននេះគឺជាការបង្ហាញសមត្ថភាពសប្តាហ៍ទី2តាក់ទងជាមួយនឹងវិញ្ញាសាបង្ហាញសមត្ថភាពទៅលើក្បាច់រាំអន្តរជាតិនិងការដើរបង្ហាញម៉ូដសម្រាប់សប្តាហ៍ក្រោយគឺជាវិញ្ញាសាថ្មីមួយទៀតដែលអ្នករៀបចំកម្មវិធីប្រកួតតម្រូវឲ្យបងប្អូនបង្ហាញសមត្ថភាពទៅលើបទចម្រៀងដែលនៅក្នុងនោះយើងបែងចែកជាក្រុមចាប់នៅលេខរៀងដើម្បីជាដំណាភាពនិងយុត្តិធម៌នៅក្នុងកម្មវិធីប្រកួតដូច្នេះហើយសប្តាហ៍ក្រោយគឺជាវិញ្ញាសាថ្មីមួយទៀតដូច្នេះទស្សនិកជននឹងបានផ្លាយអារម្មណ៍ជាមួយនឹងកម្មវិធីប្រកួតដ៏ប្រវត្តិសាស្ត្រនេះហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលបង្ហាញសមត្ថភាពទៅលើការបង្ហាញនៅទេពកោសល្យសិល្បៈចម្រៀងនោះសម្រាប់បងប្អូនណាដែលច្រៀងពីរោះនៅក្នុងកម្មវិធីប្រកួតរបស់យើងនឹងមានរង្វាន់ Rising Star ដែលជាពានរង្វាន់បាទ
Freshy ដែលទទួលបាននៅទឹកដមសម្លេងពីរោះប្រចាំនៅកម្មវិធីក៏ដូចជាចំនួនទី15នេះផ្ទាល់តែម្ដងចាអរគុណខ្ញុំសូមថ្លែងអំណរគុណចំពោះការចូលទស្សនារបស់លោកអ្នកពីកម្មវិធី Gold Freshy Girl and Boy ចំនួនទី15តាំងពីដើមរហូតដល់ចប់ផងដែរជួបគ្នានៅសប្តាហ៍ក្រោយថ្ងៃប្រហ័សនៅថ្ងៃទី7ខែមេសាឆ្នាំ2016បាទហើយគណៈពេលនេះគឺសូមអរគុណដល់ទស្សនិកជនទាំងអស់គ្នាដែលចូលរួមទស្សនានៅទីនេះហើយសូមសប្តាហ៍ក្រោយបន្តនឹងការគ្រប់គ្រងចូលរួមបានច្រើនទាំងអស់គ្នាដើម្បីផ្ដល់ជាកម្លាំងចិត្តជូនដល់បងប្អូន Freshy Girl and Boy របស់យើងហើយអរគុណចំពោះបងប្អូនទស្សនិកជនដែលកំពុងទស្សនានៅតាមកញ្ចក់ទូរទស្សន៍ហើយបន្តការគ្រប់គ្រងក៏ដូចជាការផ្ញើសារគ្រប់គ្រងតាមរយៈ vote ប្រសិនបើលោកអ្នកពេញចិត្តនៅបងប្អូន Freshy Girl ឬក៏ Freshy Boy រូបណាសូមលោកអ្នកចូលទៅកាន់សេវាផ្ញើសារជាអក្សរវាស្លាកលេខរបស់បងប្អូន Freshy Girl ឬក៏ Freshy Boy ដោយពុំបាច់ដកឃ្លាហើយផ្ញើទៅកាន់លេខ7272ឬក៏ខលទៅកាន់លេខ7272ចូលរួមបានតែប្រព័ន្ធសេការតែប៉ុណ្ណោះជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលអរគុណសម្រាប់បងប្អូនទស្សនិកជនដែលចូលរួមទស្សនានៅទីនេះរាត្រីសួស្តីប្រជាជនកម្ពុជាHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ